ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជាហូរហែដែលធ្វើឲ្យបាត់បង់ធនធានមនុស្សសំខាន់ៗគ្រប់ផ្នែករាប់ចាប់ពីអក្សរសាស្ត្រសិល្បៈក្បាច់គុនខ្មែរគឺបាត់បង់សឹងគ្មានសល់ប្រជាជនកម្ពុជាឆ្លងកាត់រសជាតិជីវិតដែលរស់នៅគ្មានសុខសន្តិភាពគ្មានការអភិវឌ្ឍនោះទេប៉ុន្តែបើក្រឡេកមើលពីប្រទេសកម្ពុជានាពេលបច្ចុប្បន្នវិញជាប្រទេសតូចមួយប្រឹងប្រែងស្រវាតោងចាប់យកឱកាសដើម្បីអភិវឌ្ឍគ្រប់ផ្នែកគ្រប់វិស័យបើទោះបីបច្ចុប្បន្នសេដ្ឋកិច្ចនៅក្នុងសកលលោកកំពុងមានផលប៉ះពាល់ខ្លះពីវិបត្តិផ្សេងៗប៉ុន្តែប្រទេសកម្ពុជានៅតែអាចឈរហើយជំនះចំពោះឧបសគ្គដែលបានកើតឡើងអគារខ្ពស់ៗបានលេចរូបរាងជាបន្តបន្ទាប់ក្រុមហ៊ុនសង្វាក់ផលិតកម្មផ្សេងៗក៏កាន់តែច្រើនការគ្រប់គ្រងដល់កម្មវិធីផ្សេងៗក៏មានជាបន្តបន្ទាប់នៅថ្ងៃនេះបើនិយាយអំពីវិស័យកីឡាវិញតាមបទពិសោធន៍ប្រទេសកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំ2023កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី32ដែលទម្រាំកម្ពុជាមានឱកាសនេះគឺរយៈពេល60ឆ្នាំរាប់ចាប់ពីការដឹកនាំតាំងពីសម័យព្រះបរមរតនកោដ្ឋព្រះវររាជបិតាជាតិខ្មែរនរោត្តមសីហនុមកក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានផ្ដល់នូវអនុស្សាវរីយ៍ជាច្រើនលើសលប់ដល់ប្រទេសជាសមាជិកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមគ្រានោះអត្តពលិកនិងគណៈប្រតិភូដឹកនាំកីឡាដែលចូលរួមទាំងអស់គឺទទួលបានការស្នាក់នៅហូបចុកដោយមិនគិតថ្លៃរហូតចប់ព្រឹត្តិការណ៍នេះគឺជាអ្វីដែលកម្ពុជាជាប្រទេសតូចតែមានបេះដូងធំបានបង្ហាញទៅមិត្តបរទេសដែលបានចូលរួមនាងខ្ញុំសូមសង្ខេបត្រឹមប៉ុណ្ណេះព្រោះព្រឹត្តិការណ៍នេះច្បាស់ជាដកជាប់នៅក្នុងអារម្មណ៍របស់បងប្អូនមិនភ្លេចនោះទេដោយឡែកនៅក្នុងវីដេអូនេះនាងខ្ញុំនឹងរៀបរាប់ខ្លះៗពីសមិទ្ធផលដែលតាក់ទងនឹងកីឡាប្រដាល់គុនខ្មែរដែលកំពុងមានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក្រោយកម្ពុជាចប់សង្គ្រាមស៊ីវិលយ៉ាងជូរចត់ជាហូរហែអ្នកចេះក្បាច់គុនមានមិនច្រើននោះទេក្រោយដឹងថាប្រទេសទទួលបានសន្តិភាពពេញលេញពួកគាត់បានសម្រេចបង្ហាញខ្លួនជាថ្មីរាប់ចាប់ពីការប្រមូលផ្ដុំអ្នកចង់ហាត់ក្បាច់គុនឲ្យមកបន្តស្នងឬក្រេបយកវិជាគុនពីព្រឹទ្ធាចារ្យកីឡាដែលមានជីវិតរហូតដល់សប្តាហ៍ថ្ងៃនេះដោយយោងលើតតាំងជាក់ស្ដែងនៅលើប្រាង្គប្រាសាទបុរាណរបស់ប្រទេសកម្ពុជាក្បាច់គុនខ្មែរមានប្រវត្តិរាប់ពាន់ឆ្នាំណាស់មកហើយគុនបុរាណខ្មែរមានរាប់ពាន់មេគុនដែលដូនតាខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយយុទ្ធគុនសិលសាស្ត្រសុទ្ធសឹងតែភ្ជាប់ជាមួយនឹងភ័ស្តុតាងជាក់ស្ដែងដែលគ្មានបរទេសណាមួយអាចលួចឆក់ប្លន់បាននោះទេអាចហៅថាជាគ្រាប់ពេជ្រដ៏មានតម្លៃដែលបាននឹងកំពុងសំងំលាក់ខ្លួននៅក្នុងតំបន់អាស៊ីជាក់ស្ដែងទៅរឿងរ៉ាវទាំងអស់នេះបងប្អូនពិតជាបានដឹងសឹងតែមិនបាច់ឲ្យនាងខ្ញុំរៀបរាប់ច្រើនប៉ុន្តែនេះគ្រាន់តែជាការបញ្ជាក់បន្ថែមមួយភាគប៉ុណ្ណោះដែលនាងខ្ញុំបានដាក់បញ្ចូលនៅក្នុងវីដេអូខ្លីនេះក៏ត្រឹមតែនាងខ្ញុំបានចេញផ្សាយវីដេអូនេះសង្វៀនប្រដាល់គុនខ្មែរមានជិត20សង្វៀនជារៀងរាល់សប្តាហ៍កម្មវិធីបានផ្ដល់ឱកាសដល់ថ្នាលគុនខ្មែរក៏មានច្រើនហើយការជំរុញការផ្សព្វផ្សាយវិញមានរាប់ចាប់ពីក្នុងស្រុករហូតជុំវិញពិភពលោកតាមរយៈកម្មវិធីផ្សេងសំណួរសួរថាតើការរីកចម្រើននៅពេលបច្ចុប្បន្ននេះមានការចូលរួមសំខាន់ពីធាតុផ្សំអ្វីខ្លះនាងខ្ញុំសូមលើកយកនៅធាតុផ្សំសំខាន់ខ្លះៗយកមកបង្ហាញទី1គឺកីឡាខ្លួនឯងដែលតស៊ូវឹកហាត់ក្រោមការជួយបណ្ដុះបណ្ដាលលើកទឹកចិត្តពីគ្រូនិងអ្នកពាក់ព័ន្ធដែលខ្ញុំចង់សម្ដៅនោះរាប់ចាប់ពីសហព័ន្ធរហូតដល់អ្នកគាំទ្រធាតុផ្សំសំខាន់មួយទៀតនោះគឺម្ចាស់ឧបត្ថម្ភក្រុមហ៊ុនជាច្រើនបាននឹងកំពុងប្រជែងទីផ្សារនៅក្នុងការផ្សព្វផ្សាយផលិតផលតាមរយៈសង្វៀនប្រដាល់គុនខ្មែរដែលជាកីឡាកំពុងមានប្រជាប្រិយភាពខ្លាំងក្រៅពីការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនអ្នកវិនិយោគទាំងអស់គឺជាចលករសំខាន់ដែលមានធនធានចូលរួមឲ្យកីឡាប្រដាល់គុនខ្មែរបោះជំហានជាបន្តបន្ទាប់ការដែលក្រុមហ៊ុនហ៊ានបោះទុនរាប់ពាន់ដុល្លារមកលើវិស័យកីឡាប្រដាល់គុនខ្មែរព្រោះអ្នកវិនិយោគទាំងអស់មានជំហររឹងមាំមានក្រុមហ៊ុនរាប់សិបនៅក្នុងដៃក្រៅពីជួយដល់វិស័យកីឡាប្រដាល់គុនខ្មែរក្រុមហ៊ុនទាំងអស់នោះក៏បានជួយឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើរាប់ពាន់នាក់ដែលកំពុងបម្រើការងារឲ្យក្រុមហ៊ុនរបស់ពួកគាត់រាល់កម្មវិធីដែលនាងខ្ញុំបានចូលរួមម្ចាស់ក្រុមហ៊ុនទាំងអស់បានប្រកាសពីទំនុកចិត្តដែលគាត់មានទៅលើការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសគឺការថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយទៅពួកគាត់ហ៊ាននៅក្នុងការបណ្ដាក់ទុននិងបង្កើតក្រុមហ៊ុនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា
โดยฉะนั้นจลกสำคัญคือทนเทียนถวิการนี่ហើយដែលធ្វើឲ្យផលិតករនៅតាមបណ្ដាស្ថានីយ៍អាចមានលទ្ធភាពនៅក្នុងការរៀបចំកម្មវិធីពិសេសជាច្រើនហើយជាឱកាសដ៏ល្អបំផុតសម្រាប់កីឡាករដែលកំពុងវឹកហាត់បង្ហាញសមត្ថភាពនិងជាគំរូដល់កីឡាករផ្សេងទៀតដែលបាននឹងកំពុងវឹកហាត់និងត្រៀមវឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ហើយកោសិកាមួយទៀតដែលជាកោសិកាសំខាន់ដែលមិនអាចខ្វះបានមិនថាវិស័យណានោះទេគឺបងប្អូនអ្នកគាំទ្រគ្រប់ទិសទីធាតុផ្សំមួយនេះជាធាតុផ្សំដែលមិនអាចខ្វះបានប្រសិនបើធាតុផ្សំសំខាន់ដែលនាងខ្ញុំរៀបរាប់ខាងលើនេះគ្មានការគាំទ្រពីបងប្អូននោះទេច្បាស់ណាស់ក្រុមហ៊ុនទាំងអស់ក៏ពិចារណានៅក្នុងការសហការឬចូលរួមឧបត្ថម្ភដែរអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរទាំងអស់ជាធាតុផ្សំសំខាន់បំផុតដែលរុញច្រានឲ្យគុណបុរាណខ្មែររីកសុសសាយទៅកាន់ពិភពលោកព្រោះបើបងប្អូននៅតែបន្តគាំទ្រអ្នកវិនិយោគនៅតែបោះទុនដើម្បីរៀបចំកម្មវិធីថ្នាក់ដឹកនាំនៅតែបន្តសកម្មភាពនិងគោលដៅមិនឈប់ឈរដូចនេះអ្វីដែលនាងខ្ញុំបានរៀបរាប់ខាងលើបង្ហាញថាប្រទេសជាតិមានសុខសន្តិភាពប្រជាជនមានពេលហាត់កីឡាលេងកីឡាមានពេលគាំទ្រកីឡាមិនបារម្ភពីអតីតកាលដែលធ្លាប់កើតមានសង្គ្រាមស៊ីវិលយ៉ាងជូរចត់ជាពេលវេលាដែលប្រជាជនអាចញញឹមបានយ៉ាងពេញលេញ